ឯកឧត្តមខួងសេរីសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណៈបករាជធានីភ្នំពេញបានមានប្រសាសន៍ថាកិច្ចការពីសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋត្រូវតែធ្វើឲ្យបានដាច់ខាតត្រូវនិយាយឲ្យបានពិរោះពិសាមានវិជ្ជាជីវៈជាមួយពលរដ្ឋមេប៉ុស្តិ៍បើទោះបីមានមន្ត្រីប៉ូលីសតិចឬក៏ច្រើនដាច់ខាតត្រូវតែធានាសន្តិសុខសុវត្ថិភាពឲ្យបានមិនត្រូវប្តេជ្ញាទៅតាមកម្លាំងនោះទេហើយបើត្រូវការកម្លាំងត្រូវស្នើមកអធិការដ្ឋានប្រសាសន៍ឯកឧត្តមខួងស្រេងខាងលើបានធ្វើឡើងក្នុងពិធីសម្ដែងសម្ដាលជាមួយសមាជិកសមាជិកាគណៈកម្មាធិការគណៈបកសង្កាត់ទាំង6ក្នុងខណ្ឌសែនសុខក្រោយបញ្ចប់ម៉ោងរដ្ឋបាលនាល្ងាចថ្ងៃទី12ខែសីហាឆ្នាំ2026នេះនៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាខណ្ឌសែនសុខឯកឧត្តមខួងស្រេងបានមានប្រសាសន៍ថាក្នុងនាមអាជ្ញាធរត្រូវដឹងថាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈគឺជាឧត្តមភាពនៃសញ្ញាឆ្នោតការរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អវាមិនធ្វើឲ្យបាត់បង់សញ្ញាឆ្នោតនោះទេมันអាចឲ្យពលរដ្ឋមួយចំនួនតូចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយក្រុងភ្នំពេញនោះទេប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសប្តាហ៍ថ្ងៃនេះបាននឹងកំពុងរស់នៅក្នុងភាពស៊ីវិល័យទៅតាមការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិដែលយើងត្រូវរួមគ្នាដើម្បីឲ្យរាជធានីភ្នំពេញរបស់យើងមានសណ្ដាប់ធ្នាប់អនាម័យបរិស្ថានល្អឯកឧត្តមខួងស្រេងបានបន្តទៀតថាក្នុងនាមសមាជិកសមាជិការបស់គណៈបកប្រជាជនកម្ពុជាដែលជាបកកាន់អំណាចត្រូវធ្វើការងារព្រមគ្នាដើម្បីការពារឧត្តមប្រយោជន៍ប្រជាពលរដ្ឋកាត់បន្ថយភាពអសកម្មនានាដែលធ្វើឲ្យខូចប្រយោជន៍ខ្លួនឯងនិងប៉ះពាល់ផលប្រយោជន៍របស់បកគណៈបកប្រជាជនកម្ពុជាត្រូវកាន់អំណាចជារៀងរហូតព្រោះថាគ្មានបកណាមួយមានសមត្ថភាពការពារសន្តិភាពអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជឿនលឿនដោយគណៈបកប្រជាជនកម្ពុជានោះទេឯកឧត្តមខួងស្រេងបានបន្តទៀតថាសម្ដេចនាយកហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យនិងបានបដិញ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពីបូរណភាពទឹកដីមិនឲ្យបាត់បង់នោះឡើយដូច្នេះក្នុងនាមអាជ្ញាធរដែលជាសមាជិកសមាជិការបស់បកត្រូវយកគោលនយោបាយរបស់បកនិងអំពើល្អៗរបស់មេដឹកនាំយើងទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបដើម្បីឲ្យពួកគាត់ជឿជាក់បន្តគាំទ្រនិងបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជានៅឆ្នាំ2027-2028បន្តទៀតក្នុងឱកាសនោះដែរចៅសង្កាត់ទាំង6ដែលមានដូចជាសង្កាត់ក្រាំងធ្នង់សង្កាត់ក្មួយសង្កាត់ភ្នំពេញថ្មីសង្កាត់គោកឃ្លៀងសង្កាត់ទឹកថ្លាសង្កាត់អូបៃក្អមនិងមេភូមិបានលើកឡើងពីការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋពិសេសការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ scam លើកឡើងពីសមិទ្ធផលការងាររបស់បកសម្រាប់បានជាមួយនឹងការលើកឡើងពីផែនការសកម្មភាពដែលបាននឹងកំពុងអនុវត្តដោយជាការខិតខំកសាងសមាជិកបកពិសេសគឺការបដិញ្ញាចិត្តក្នុងការកែប្រែសមាជិកម្នាក់ក្លាយជាសញ្ញាឆ្នោតមួយសញ្ញារបស់គណៈបកប្រជាជនកម្ពុជានៅពេលបោះឆ្នោតឆ្នាំ2027-2028ខាងមុខនេះបន្ថែមពីនេះចៅសង្កាត់និងមេភូមិក៏បានស្នើសុំការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរដូចជាការស្នើសុំកសាងផ្លូវបេតុងនៅក្នុងភូមិការកាយប្រឡាយនិងដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើមហើយការស្នើសុំនេះក៏ត្រូវបានឯកឧត្តមខួងស្រេងឯកភាពប៉ុន្តែលោកបញ្ជាក់ថានឹងផ្ដល់ជូននៅអ្វីដែលចាំបាច់